សួស្តីទាំងអស់គ្នាឡុកនេះចង់និយាយពីស្ថានភាពនៅស្រុកខ្មែរយើងដោយសារតែឥឡូវមានសង្គ្រាមកើតឡើងរវាងកម្ពុជាមួយថៃយើងហើយប្រជាជនច្រើនគាត់បាក់ទឹកចិត្តអត់សប្បាយចិត្តនឹងរឿងដែលថៃទម្លាក់គ្រាប់បែកហើយធ្វើឲ្យប្រជាជនរត់ភៀសខ្លួនរត់ភៀសសឹកទៅគ្រប់ទីតំបន់ហើយថៃបានបំផ្លាញតាំងពីសាលារៀនទីពេទ្យជាច្រើនកន្លែងផ្ទះសម្បែងប្រជាជនបំផ្លាញតាំងពីហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនធ្វើឲ្យប្រជាជនបាក់ទឹកចិត្តខ្លាំងមែនទែនខ្ញុំចង់ឲ្យប្រជាជនខ្មែរយើងទាំងអស់រឹងមាំហើយតស៊ូទៅមុខទៀតកុំឲ្យបាក់ទឹកចិត្តព្រោះអីសូម្បីតែខ្ញុំឬក៏គ្រួសារក៏ម្នាក់ៗគឺសិតពិបាកចិត្តទាំងអស់ប៉ុន្តែគាត់ថាក្នុងស្ថានភាពនេះគឺយើងត្រូវតែរឹងមាំទាំងអស់គ្នាដើម្បីតតាំងឈ្នះទៅមុខទៀតជាមួយនឹងពួកចង់ទាំងអស់គ្នាហើយកុំឲ្យបាក់ទឹកចិត្តព្រោះអីរឿងអ្វីក៏ដោយក៏វាតែងតែមានរឿងមិនល្អចូលមកហើយនឹងរឿងល្អនឹងចូលមកបន្ទាប់នឹងអញ្ចឹងអ្នកនរគ្នាសូមតស៊ូហើយចាំថាទង្វើល្អរបស់យើងអត់មានអ្នកណាអត់មានប្រទេសណាដែលមើលមិនឃើញទេអញ្ចឹងទង្វើដែលថោកទាបឬក៏ទង្វើដែលឈ្លានពានរបស់ថៃគឺពិភពលោកគេមើលឃើញទាំងអស់អញ្ចឹងយើងនាំគ្នាតស៊ូចាប់ដៃគ្នាឲ្យរឹងមាំជាងមុនរឹងមាំកុំឲ្យវាមើលងាយយើងដូច្នេះទាំងអស់គ្នាទៅហើយត្រូវចាំថាថ្មាតទៅកន្លែងណាក៏គេស្អប់ដែរពួកអីវាមានក្លិនសោចស្អុយអញ្ចឹងគេឈ្មោះមកវាដូចប្រៀបដូចថៃអញ្ចឹងជាគេឈ្មោះមកវាគឺនឹងថោកទាបកាន់តែលើដើមទៀតទៅតំបន់អន្តរជាតិគ្រប់ប្រទេសគេដឹងទាំងលឺទាំងអស់ហើយយើងទាំងអស់គ្នាជឿជាក់លើឋានៈដឹកនាំរបស់យើងខ្ញុំជឿជាក់លើអញ្ចឹងកម្ពុជាយើងជាប្រទេសដែលមានប្រជាជនស្មោះត្រង់ស្លូតត្រង់រឹងមាំហើយជាមនុស្សដែលមានស្នាមញញឹមទន់ភ្លន់ទៅទាំងអស់ទៅគ្រប់បរទេសឬក៏ប្រជាជនខ្លួនឯងហើយនឹងចេះចែកម្លែកប៉ុន្តែយើងអត់ទន់ជ្រាយផ្លូវចិត្តយើងអត់ទន់ជ្រាយទេខ្ញុំអត់ចេះនិយាយពាក្យអីច្រើនទេគ្រាន់ថាខ្ញុំគិតសម្រាប់ខ្ញុំទៅខ្ញុំពិបាកចិត្តយ៉ាងណាឬក៏នេះយ៉ាងណាក៏ដោយខ្ញុំគិតថាខ្លួនឯងត្រូវរឹងមាំសូម្បីតែក្នុង Facebook ឬក៏កម្មវិធីអីខ្ញុំដែលយើងប្រើប្រាស់បណ្ដាញសង្គមខ្ញុំភាគច្រើនគឺខ្ញុំអត់សែតខ្ញុំពិបាកចិត្តយ៉ាងណាក៏ខ្ញុំមិនសែតដែរគឺខ្ញុំលើកទឹកចិត្តដល់កងទ័ពយើងឈរជើងនៅមុខខ្ញុំ share តែកម្ពុជាយើងឈ្នះគឺឈ្នះដោយសត្រូវឈានពានវាបំពេញយើងមិនមែនយើងជាអ្នកបំពេញគេអញ្ចឹងហើយខ្ញុំមើលឃើញថាយើងជាអ្នកខាងត្រូវអញ្ចឹងថៃជាជនឈ្លានពានមកគេជាអ្នកឈ្លានពានអញ្ចឹងខ្ញុំគិតថាទោះតែថ្ងៃមុខយ៉ាងណាក៏ដោយក៏ប្រជាជនខ្មែរយើងគឺដកជាប់នៅក្នុងផ្នែករបស់ជនបរទេសទាំងអស់គាត់នឹងឲ្យតម្លៃហើយនឹងការវិនិយោគខ្ញុំជឿថាការវិនិយោគឬនឹងការតម្លៃគឺប្រជាជនខ្មែរយើងគឺខ្លាំងបំផុតសម្រាប់បរទេសមកខ្ញុំជឿជាក់អញ្ចឹងពួកអីសូម្បីតែពេលឥឡូវខ្ញុំឃើញសាមគ្គីគ្នាខ្លាំងមែនតើប្រហែលថ្ងៃហ្នឹងបើជាខ្ទង់3អាទិត្យជាប់គ្នាហ្នឹងខ្ញុំនិយាយទៅខ្ញុំធ្វើໄວឲ្យវនេះនិយាយលក្ខណៈថាអត់ចង់ជឿថាខ្មែរយើងពិតជាខ្លាំងណាស់លក្ខណៈទឹកចិត្តជួយគ្នាទៅវិញទៅមកអញ្ចឹងយើងមានតែការតស៊ូទៅមុខទេកុំបោះបង់ឲ្យសោះរឿងនេះវាគ្រាន់តែជារឿងតូចតាចទេបើយើងសិនតែយើងបោះបង់រឿងធំទៅមុខទៀតគឺខ្លាំងជាងនឹងទៅទៀតអញ្ចឹងតស៊ូទាំងអស់គ្នា